ដុសខាត់ចិត្តឲ្យស្អាតទៀតព្រោះកាយវិញ្ញាណវាត្រូវតាមចិត្តណាបើដុសខាត់ចិត្តស្អាតទៅសិលក៏កើតឡើងសមាធិក៏អាចកើតឡើងផងដូច្នេះអវាទពុទ្ធ3យ៉ាងគុំធ្វើអាក្រក់សាងល្អហើយដុសខាត់ចិត្តឲ្យស្អាតបរិសុទ្ធអវាទទី3សំខាន់ណាស់បើចិត្តជាវេទិជាការជាចវាយរបស់កាយវិជាគ្រប់សកម្មភាពកាយវិជានៅលើចិត្តព្រោះចិត្តយើងដូច្នេះទៅអប់រំចិត្តឲ្យស្អាតបរិសុទ្ធឲ្យសន្តានប្រាថ្នាហ្នឹងគឺខុសសំខាន់ហើយដូច្នេះអ្នកបួសនឹងសំខាន់ណាស់ដែរបានបុណ្យច្រើនចូលដោយលះបង់ឯងអត់ជាប់តែអត់ជាប់បានបុណ្យច្រើនដែរយើងធ្វើអីក៏ដោយលះអត់ធ្វើបាបធ្វើបុណ្យហ្នឹងដោយការលះដែរយើងធ្វើប្រោសសមាធិធ្វើទានណាកសាងវិហារក៏អីដោយថាលះបំលះក៏លះបំលះទេចូលកូនផ្សំនេះកើតដល់យើងលះអាលះហ្នឹងបានបុណ្យបើធ្វើមិនគេមិនដឹកក៏នៅតែបានបុណ្យដែរយើងដឹងខ្លួនយើងព្រោះទៅពុទ្ធសម្ដែងមកគឺថាដល់គេដឹងអញធ្វើបុណ្យចូលបុណ្យប្រមាណដល់គេក៏ប្រកាសផ្សាយទៅបានអញបានបុណ្យឲ្យគេដឹងឮមិនបានបុណ្យអត់ទេធ្វើគេមិនដឹងឯណោះធ្វើស្ងាត់ខាងដល់ចូលលុយកាត់បានបាច់ផ្សាយក៏បានដែរយើងដឹងខ្លួនយើងលះមកជារយៈខ្លួនយើងនឹងចិត្តយើងតែមិនចិត្តតែទៅណាព្រោះគេដឹងមិនដឹងហេសំខាន់យើងលះបានបុណ្យតង់លះហ្នឹងឯងបានបុណ្យតង់លះបើបានបុណ្យតិចច្រើនឬចេតនារបស់យើងទេព្រោះនឹងសំខាន់នឹងក៏យល់អាហ្នឹងសរុបសេចក្តីមកវិញថារឿងនិយាយមូលដ្ឋានធំគឺអ្នកបួសហើយអ្នកបួសគឺជាភេទបរិសុទ្ធអាចធ្វើបប្រតិបត្តិធម៌សសមាធិបញ្ញាបានដើម្បីធ្វើចិត្តបាននៅប្រតិភិតពេលរិស័យ4ដើម្បីទៅពេលអាចធ្វើបានហើយដល់ប្រសពដោយរវល់ព្រោះស៊ីធ្វើការងារជាប់ពាក់ព័ន្ធមានកូនចៅច្រើនទៀតវាជាប់អាចិតកូនចៅអត់មានពេលទេអាចរវល់កូនចៅទៅវត្តទៅកើតទេជាប់កូនចៅជាប់ចៅជាប់កូនហើយតែមានចៅទៀតជាប់ចៅទៀតនៅហ្នឹងជាប់រហូតសួរទៅវត្តនេះអត់ទេជាប់ចៅជាប់ចៅរហូតដល់ស្លាប់វាខ្លះដល់ស្លាប់អត់ធ្វើបុណ្យធ្វើទានទេខ្លះមានតែទេបើធ្លាប់ធ្វើទានធ្វើអីខ្លះធ្លាប់ស្លាប់ទេសាយខ្លះដែរប៉ុន្តែមិនបានបត់ចប់ទៅភ័យខ្លួនណាយើងកើតមកស្លាប់ទៀតបើកើតជាមនុស្សនៅគ្រាន់បើអាយុវែងខ្លះមានអាយុវែងនៅកាន់សិលអីទៅហើយមានបញ្ញាជាសត្វទេឆានសត្វទេឆានអត់មានបញ្ញាធ្វើកើតទេយើងឆ្កែស្មាពងៀតវាលើកដៃវាលើកដៃតែបើអត់ដឹងទៅលើកដៃដើម្បីអីអត់យល់ទេព្រោះធ្វើឲ្យដើរវាដើរប៉ុន្តែអត់យល់ថាដើរស្អីដើម្បីអីអត់យល់ទេសត្វទេឆានអត់មានបញ្ញាខ្វះធម្មសញ្ញាហើយមនុស្សមានបញ្ញាគេយកទៅអប់រំប៉ុន្តែប្រយ័ត្នណាយកទៅអប់រំខុសក៏ធ្វើខុសដែរ